អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ព្រមានថាលោកកំពុងតែក្លាយជាអាមេរិកខាងផ្ដាច់ការអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch HRW បានចាប់តាមនៅចុងខែកុម្ភៈឆ្នាំនេះថាលោកនឹងត្រូវបានគេរំពឹងទុកថានឹងត្រូវធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិកទៅជារដ្ឋផ្ដាច់ការប្រជាធិបតេយ្យបោះឆ្នោតជាអង្គការសិទ្ធិមនុស្សទីបំផុត4ដំណាក់កាលលទ្ធិប្រជាធិបតេយ្យបានត្រឡប់ជាឆ្នាំទី3វិញដោយប្រសិទ្ធផលចំណែកនៃប្រជាជនទូទាំងពិភពលោកដែលកំពុងរស់នៅក្រោមរបបផ្ដាច់ការអង្គការនេះជាចំណុចសំខាន់ស្នូលនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងចំពោះសិទ្ធិមនុស្សលទ្ធិប្រជាធិបតេយ្យដែលស្ថិតនៅក្រោមសម្ពាធពីប្រទេសរុស្ស៊ីចិននិងជាយូរមកហើយបន្ទាប់ពីលោកបានឡើងកាន់តំណែងរដ្ឋបាលអាមេរិកអាណត្តិមានរយៈពេល2ខែ HRW បាននិយាយថាមជ្ឈមណ្ឌលភ្នំអន្តរជាតិដែលមានច្បាប់ស្តីពីច្បាប់កំពុងសម្រាប់ព្យាបាលកម្លាំងនៃអំណាចខាតឆានិងនៅសហរដ្ឋអាមេរិកចិននិងរុស្ស៊ី